មានអ្នកផ្សព្វផ្សាយឱសថបុរាណខ្មែរយើងមួយចំនួនគាត់អត់បានយល់ដឹងអំពីសត្វបុរាណច្បាស់លាស់ទេគាត់ចេះតែផ្សាយយក view យកអ្នកមើលអញ្ចឹងទៅកត្តានេះនឹងធ្វើឲ្យមានការជះឥទ្ធិពលអាក្រក់ទៅដល់អ្នកដែលគាត់ចង់ចេះចង់ដឹងទៅលើការត្រាវជ្រាវក៏ដូចជាចំណេះដឹងផ្នែកឱសថបុរាណខ្មែរគាត់ធ្ងរដោយសារតែនៅពេលដែលគាត់បង្កើតវីដេអូយូរទៅអាស្អីក៏គាត់ថាថ្នាំដែរស្អីក៏គាត់ថាថ្នាំដែរយូរសំបីតែស្ពៃក្តោបក៏ថ្នាំពុតស្ពៃកញ្ញាញ់ក៏ថ្នាំអីក៏ថ្នាំដែរនិយាយទៅក៏ដឹងថាអ្វីទៅជាអាហារសុខភាពអ្វីទៅជាបន្លែបំពន់សុខភាពគាត់ដឹងថាអីទៅជាអាហារត្រូវត្រង់អ្វីទៅជាថ្នាំផងហ្នឹងគាត់បែងចែកគ្នាដាច់ផងហ្នឹងនៅលើសកលលោកយើងនេះគ្រប់របស់ដែលកើតពីធម្មជាតិគឺយើងហូបទៅវាត្រូវត្រង់សុខភាពរបស់យើងប៉ុន្តែពាក្យថាថ្នាំអាម៉ាត់គឺសំដៅទៅលើរុក្ខជាតិឱសថដែលយើងអាចប្រើប្រាស់នៅពេលដែលយើងឈឺហើយព្យាបាលយើងបានហើយសម្រាប់អាហារផ្សេងដូចជាស្ពៃក្តោបស្ពៃបូកគោអីអញ្ចឹងអីអានឹងថ្នាំវាមិនមែនទេអ្នកនរគ្នាគេគ្រាន់តែបង្កើតមាតិកាវីដេអូមកឲ្យអ្នកនរគ្នាស្ដាប់ទស្សនាទៅប្រយោជន៍ក៏បានកុំបានអត់ទៅឲ្យសំខាន់ឲ្យតែគេបានមានអ្នកមើលច្រើនអញ្ចឹងទៅហើយយើងឃើញប្លែកយើងចេះតែមើលណាចឹងគឺធ្វើឲ្យយើងពលរដ្ឋច្រើនគាត់យល់ច្រឡំក៏ដូចជាបែងចែកអត់ច្បាស់ថាអីទៅជាឱសថបុរាណខ្មែរឲ្យប្រកាសអីទៅគ្រាន់តែជាអាហារធម្មតាណាអាហារធម្មតាអញ្ចឹងអ្វីដែលលោកគ្រូចង់រំលឹកអ្នកនរគ្នាពេលខ្លះយើងស្ដាប់ហើយយើងមើលហើយយើងពិចារណាផងណាយើងពិចារណាផងថាអានឹងគឺជាឱសថបុរាណខ្មែរឬអត់ហើយដើម្បីយោងជាពីការពិចារណាបានការពិចារណាបានអ្នកនរគ្នាយើងយោងទៅលើបុរាណអាចារ្យរបស់យើងបុរាណអាចារ្យរបស់យើងពីមុនមកគាត់ប្រើប្រាស់ថ្នាំរបៀបម៉េចអានឹងបានយើងអាចប្រើប្រាស់បានហើយមួយទៀតយោងលើការស្រាវជ្រាវជាលក្ខណៈអន្តរជាតិបើយើងគ្រាន់តែនិយាយអំពីអត្ថប្រយោជន៍របស់រុក្ខជាតិនេះរុក្ខជាតិនោះហើយយើងគិតថាវាថ្នាំដែរអត់ត្រូវទេអ្នកនរកុំជឿលងជាមួយនឹងអ្នកផ្សព្វផ្សាយអញ្ចឹងធ្វើឲ្យអ្នកនរគ្នានឹងចិត្តតែប្រើនេះប្រើនោះយូរទៅក្នុងខ្លួនរបស់អ្នកនរគ្នានឹងវាស៊ាំជាមួយនឹងការប្រើប្រាស់យូរទៅគឺយើងខ្លាចតែជាអ្នកជំងឺទៅវិញអ្នកខ្លះអត់ឈឺទេប៉ុន្តែដោយសារស្ដាប់នេះស្ដាប់នោះទៅគ្រាន់អាការៈក្នុងខ្លួនតិចតួចមិនមែនជាអាការៈជំងឺក៏គេរាប់ថាជំងឺដែរធ្វើឲ្យយើងភ័យខ្លួនយើងខ្លាចថាយើងឈឺក៏យើងចិត្តតែផឹកថ្នាំទៅយូរទៅយើងអត់ឈឺសោះតែយើងខ្លាចទៅជាមនុស្សឈឺដល់ដឹងខ្លួនណាប្រយ័ត្នមែនតើអ្នកនរគ្នាអញ្ចឹងមុននឹងយើងសម្រេចចិត្តថាយើងហូបថ្នាំយើងទៅច្បាស់ថាយើងឈឺប្រកបឬក៏មិនប្រកបណាឈឺប្រកបឬមិនប្រកបកុំចេះតែនឹកឃើញហូបអ្នកនរគ្នាណាកុំចេះតែនឹកឃើញហូបអ្នកនរគ្នាហើយកុំចេះតែជឿលើការផ្សព្វផ្សាយដើម្បីតែ view ហ្នឹងវាមិនកើតទេបើអញ្ចឹងទេលោកគ្រូចេះចេញវីដេអូឲ្យច្រើនទៅឲ្យអ្នកនរគ្នាបានប៉ុន្តែវាមិនមែនជាការពិតយើងចេញទៅអីមកនិយាយអីដល់ប្រជាជនណាយើងចេញអ្វីដែលជាការពិតដើម្បីជាប្រយោជន៍ទៅដល់ប្រជាពលរដ្ឋទូទៅគាត់យកទៅប្រើប្រាស់ទៅគាត់បានប្រយោជន៍ពិតប្រាកដមែនក៏ដូចជាលើកស្ទួយមុខមាត់វិស័យឱសថបុរាណខ្មែរយើងកុំឲ្យគេថាឱសថបុរាណខ្មែរយើងចេះតែថាក៏ពិតគ្មានចេះមានបានព្យាបាលផងវាអត់ទេវាប៉ះពាល់ដល់កិត្តិយសឱសថបុរាណជាតិរបស់យើងដែរយើងធ្វើអីមិនមែនគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខឯណោះយើងត្រូវគិតរឿងប្រយោជន៍អ្នកប្រើប្រាស់ប្រយោជន៍ជាតិប្រយោជន៍មុខមាត់ជាតិរបស់យើងផងកុំចេះតែធ្វើអីឲ្យតែបានតែ view ធ្វើអីឲ្យតែបានមានអ្នកមើលធ្វើទាំងងឹតងងល់ទៅចង់បានតលុយចង់បានតែអីចឹងវាមិនកើតទេអ្នកនរគ្នាហ្នឹងវាមិនកើតទេណាជូនពរអ្នកនរគ្នាឲ្យបានឆាប់ជាពីជំងឺហើយរៀនបែងចែកច្បាស់រវាងថាអ្វីទៅជាអាហារត្រង់អ្វីទៅជាឱសថបុរាណ